ok នេះបងប្អូនតើតងជាមួយឡានទូសុន12ហើយ12ណាអូខេ13អូ sorry បង13ហ្នឹងហើយទូសុន13តែមានបញ្ហាញាក់ម៉ាស៊ីនក្នុងលបឿនលឹបអញ្ចឹងណាហើយមានអារម្មណ៍ថាខ្សោយឥឡូវនេះបានធ្វើហើយទៅខ្ញុំអត់ដែលបាននិយាយទៅមានវីដេអូដែលថតហើយតែជួបក្រោយពីការជួសជុលហើយណានេះសុំម្ដងហើយនេះយើងសូមពរថាបងសុំមកវីដេអូជួសជុលហើយម្ដងមើលសុំបាទថតតែឃើញនៅវីដេអូបញ្ហាវីដេអូជួសជុលហើយមើលហើយចាំមើលវាមិនដែរឥឡូវនេះគឺឡាននេះប្រើពេលក្នុងប្រហែលជា3ម៉ោងជាងហើយថ្ងៃហ្នឹងភ្លៀងបងប្អូនថ្ងៃទី26បាទខែ3ដល់ខែ2បាទ26ខែ2 2026ឥឡូវនេះហើយបងប្អូនណាហើយថ្ងៃហ្នឹងភ្លៀងនេះបងប្អូនបាទតែជាជុំណាបងប្អូនខ្ញុំឡើងងងាយហើយឥឡូវនេះឡានក៏បានជួសជុលរួចដែរទាក់ទងជាមួយបញ្ហាជាន់នេះស្ពឹកហើយពេលតែក្តៅហ្នឹងគឺលាន់ផ្លឹកលាន់ខ្លាំងមែនតើនៅចំហៀងខាងឆ្វេងបាទខាងមុខយើងខាងឆ្វេងខាងតកង់ណាចន្លោះកណ្ដាលហ្នឹងគឺលឺសូរសលេងហ្នឹងហើយចំពោះយ៉ងឡាននេះដូចជាអត់តន់លឺសលេងយ៉ងទេតែមានអារម្មណ៍ថាខ្សោយខុសធម្មតាទៅឯបងបាទឥឡូវនេះយើងជួសជុលហើយចាំមើលខ្ញុំតិចខ្ញុំសួរបងម្ចាស់ឡានផ្ទាល់ពីមុនជួសជុលហើយនឹងក្រោយជួសមកក្រោយមុនជួសជុលហើយក្រោយជួសវាចង់ថាសន្ទុះវាមិនដែរឥឡូវដោយសារឥឡូវកំពុងតែស្ទះតិចទៀតខ្ញុំនឹងតេស្តខ្ញុំសួរគាត់ហើយតេតងជាមួយនឹងផ្លឹបហ្នឹងមិនដែរបងបាត់ហើយណាបាទក្រឹកម្ដងមកការណាបាទក្នុងចន្លោះលបឿនពី10ទៅ15ចន្លោះហ្នឹងណាឲ្យតែជន់នឹងលេចាប់ដើមលឺហើយឥឡូវបាត់ហើយបាទការពិតខ្ញុំធ្វើបាត់តាំងពីសាដំបងមកបាត់ហើយតែវាអត់ល្អទេដោយសារវាគ្រាន់តែបាត់សលេងតែសន្ទុះគឺអត់មានទេឥឡូវនេះយើងបានជួសជុលហើយរៀបចំហើយបាទឥឡូវគាត់ថាបាត់ហើយទាក់ទងមួយហ្នឹងលាន់ក្នុងលបឿនហ្នឹងអញ្ចឹងណាបងប្អូនឥឡូវនេះទៀតខ្ញុំសួរគាត់ថាពីសន្ទុះហើយសន្ទុះពីមុនមិនអីមិនអញ្ចឹងណាហ្នឹងហើយសួស្ដីបងហ្នឹងហើយតើទៅមួយឡានបងពីមុនមកញាក់ក្នុងលបឿនត្រូវបងបាទហ្នឹងហើយឥឡូវនេះហើយតើតងមួយសន្ទុះមិនដែរបងសន្ទុះចឹងមុនឬក៏ដដែលឬក៏មិនដែរបងវារំមិនដែរសន្ទុះជាងមុនបាទជាន់នេះឆ្វាច់មែនទេបាទហ្នឹងហើយអរគុណបងហ្នឹងហើយតើតងមួយបញ្ហានេះគឺយើងដោះស្រាយជូនបានហើយនេះគឺគាត់ផ្ទាល់គាត់ប្រាប់ផ្ទាល់ណាហ្នឹងហើយដោយសារមិនមែនអត់ស៊ីសណូហូបប៉ាន់ណាបងប្អូនទឹកឡើងហត់មួយថ្ងៃហើយអូខេឥឡូវនេះហើយយើងវិញណាហ្នឹងហើយយើងកំពុងតែសាកទៅដល់ផ្លូវអញ្ចឹងណាហើយទៅមានអារម្មណ៍ថាឆ្វាច់ខុសគ្នាពីមុនឆ្ងាយឬក៏ប្របេះគ្នាទេបងខុសគ្នាពីមុនបាទជាន់បាទជាន់ឡើងនេះជាន់បើតែម្ដងបងបាទតាមពីកាមនេះជាន់ឡើងឆ្វាច់បងណាហ្នឹងហើយអូខេអរគុណបងហ្នឹងហើយចំពោះបញ្ហានេះគឺខ្ញុំអាចដោះស្រាយជូនមែនហើយបញ្ជាក់ក្នុងវីដេអូនេះអត់ចំពោះជួសជុលចុងអត់រើម៉ាស៊ីនទេបងប្អូនអត់រើម៉ាស៊ីនទេអត់រើម៉ាស៊ីនត្រូវទេបងបាទយើងគ្រាន់តែដោះនៅចំណុចខ្លះនៃម៉ាស៊ីនទេតែមិនរើម៉ាស៊ីនយ៉ាងក្រៅទេមានសំណួរនេះច្រើនតែគាត់សួរមកខ្ញុំថាបងដោះស្រាយយ៉ងអញ្ចឹងរើម៉ាស៊ីនអត់ខ្ញុំអត់រើទេបាទតែប្រើពេលរៀងយូរតិច3ម៉ោងទៅ4ម៉ោងនៅពេលដែលឡានដែលឆេចហើយដែលមានបញ្ហាតិចឬក៏ច្រើនអញ្ចឹងទៅបងប្អូនណាហ្នឹងហើយបងប្អូនចង់ធ្វើនេះក៏ចំណាយពេលហើយចំពោះតម្លៃបងប្អូនអាចចូលឆាតមកខ្ញុំផ្ទាល់មកខ្ញុំនឹងប្រាប់ពីតម្លៃហ្នឹងហើយតម្លៃអស់ប្រហែលអញ្ចឹងណាហើយយើងដោយសារហេតុអីបានអត់លាក់តម្លៃដោយសារវាមានគ្រឿងខូចខ្លះនៅក្នុងហ្នឹងខ្លះក៏ខូចខ្លះក៏មិនខូចអញ្ចឹងណាអញ្ចឹងតម្លៃយើងអាចប្រាប់បានទេបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ឬក៏យកឡានមកជួបខ្ញុំផ្ទាល់អញ្ចឹងណាហ្នឹងហើយបើឡានបងប្អូនចង់គឺយកមកតែបើសិនជាឡានបងប្អូនមិនចង់ទេចង់មែនតើអីផ្សេងៗគឺខ្ញុំអាចមែនតើឲ្យដែរបើបងប្អូនទីលៀងបើសិនជាមានបញ្ហាខ្ញុំលៀងតើអត់មានបញ្ហាគឺខ្ញុំអត់លៀងដែរអញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារយើងធ្វើយើង professional តិចចំពោះបញ្ហាហ្នឹងណាអូខេអរគុណជម្រាបបាយជួបនៅវីដេអូក្រោយបាយ